ចលនានាងជាទីមេត្រីអ្នកវិភាគនិងយុវជនមើលឃើញថាអតីតមេដឹកនាំរបស់គណៈបកប្រជាធិបតេយ្យមូលដ្ឋានគឺលោកបណ្ឌិតយកសង្គមានិងលោកលឹកសុធាសម្រាប់ចិត្តទៅចុះចូលជាមួយនឹងគណៈបកកាន់អំណាចរបស់លោកយមត្រីហ៊ុនសែនទំនងជាមកពីរឿងផ្ទាល់ខ្លួននិងរឿងនយោបាយច្រើនជាងហេតុផលដើម្បីទៅជួយវិស័យកសិកម្មចាត់បើទោះជាយ៉ាងណាចាមន្ត្រីគណៈបកប្រជាជនកម្ពុជាចាត់ទុកការសម្រេចចិត្តទៅចូលរួមជីវភាពនយោបាយជាមួយពួកគេនេះគឺដើម្បីអភិវឌ្ឍវិស័យកសិកម្មឲ្យបានឈានទៅមុខចាលោកអ្នកនាងនៅបានស្ដាប់សេចក្តីរាយការណ៍នេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចាលោកអ្នកនាងកញ្ញាជាទីមេត្រីចាពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរមួយរូបចាបានបន្តជាប់ឆ្នោតជាសមាជិកសភាមួយអាណត្តិនៅឯរដ្ឋវីកតូរីយ៉ាចាលោកបដិញ្ញាចិត្តថានឹងខិតខំជួយដោះស្រាយបញ្ហាសហគមន៍ខ្មែរនិងសហគមន៍ជាតិសាសន៍ដទៃទៀតឲ្យកាន់តែប្រសើរឡើងថែមទៀតចាតើពលរដ្ឋខ្មែរអូស្ត្រាលីរូបនោះចាមានប្រវត្តិបែបណាហើយនឹងបានធ្វើអ្វីខ្លះដើម្បីសហគមន៍ខ្មែរនៅក្នុងប្រទេសអូស្ត្រាលីចាសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍នេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចាលោកនាងកញ្ញាប្រិយមិត្តជាទីមេត្រីចានៅក្នុងឱកាសនេះដែរចានេះខ្ញុំសូមថ្លែងអំណរគុណដល់លោកនាងចាដែលតែងតែមានភក្ដីភាពចំពោះការផ្សាយរបស់យើងហើយចាត់ទុកការស្ដាប់វិទ្យុអាស៊ីសេរីនេះគឺជាផ្នែកមួយនៃសកម្មភាពប្រចាំថ្ងៃរបស់លោកអ្នកនាងចាការគ្រប់គ្រងរបស់លោកអ្នកនាងនេះហើយដែលធ្វើឲ្យយើងខ្ញុំចាកាន់តែមានទឹកចិត្តថែមទៀតនៅក្នុងការទៅស្វែងរកព័ត៌មាននិងផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នកនាងចាមានអ្នកស្ដាប់មានអ្នកទស្សនាកាន់តែច្រើនកាន់តែធ្វើឲ្យយើងខ្ញុំចាមានចិត្តស្វាហាប់និងមោះមុតជាបន្តទៅទៀតចាយើងខ្ញុំសូមអរគុណលោកអ្នកនាងទុកជាមុនហើយសូមអញ្ជើញលោកអ្នកនាងជួយជំរុញឲ្យការផ្សាយរបស់យើងនេះបានកាន់តែជោគជ័យបន្ថែមទៀតចាលោកអ្នកនាងអាចជួយយើងខ្ញុំបានដោយគ្រាន់តែលោកអ្នកនាងចុចចែករំលែកការផ្សាយរបស់វិទ្យុអាស៊ីសេរីចានៅលើបណ្ដាញសង្គម Facebook និង YouTube ទៅកាន់មិត្តភ័ក្តិរបស់លោកអ្នកនាងចាដើម្បីឲ្យការផ្សាយរបស់យើងនេះបានទៅដល់មនុស្សកាន់តែច្រើនចាលោកនាងកញ្ញាជាទីមេត្រីចាព័ត៌មានតកតងនឹងកញ្ញាឈឹមស៊ីធដែលជាប្រធានសហជីពនៅឯក្រុមហ៊ុនបនលបៃ Nagavel ដែលត្រូវអាជ្ញាធរចាប់ឃុំខ្លួនសារជាថ្មីទៀតវិញម្ដងចាសមាជិកសភាជាន់ខ្ពស់នៅក្នុងប្រទេសអូស្ត្រាលីចាទាមទាររដ្ឋាភិបាលលោកហ៊ុនសែនដោះលែងមេដឹកនាំសហជីពប្រចាំនៅក្រុមហ៊ុន Casino Nagavel កញ្ញាឈឹមស៊ីធឲ្យមានសេរីភាពឡើងវិញជាបន្ទាន់ចាប្រធានសហជីពយល់ថារដ្ឋាភិបាលគួរតែប្រគល់សេរីភាពឲ្យកញ្ញាឈឹមស៊ីធឡើងវិញព្រោះថាការចាប់ខ្លួនស្ត្រីមេដឹកនាំសហជីពវ័យក្មេងរូបនេះគឺគ្មានលទ្ធផលចំណេញទេប៉ុន្តែកាន់តែធ្វើរដ្ឋាភិបាលទទួលរងនឹងការរិះគន់និងភាពអាម៉ាស់បន្ថែមទៀតតែប៉ុណ្ណោះចាលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ចាតតងនឹងការទាមទាររបស់សមាជិកសភាជាន់ខ្ពស់នៅក្នុងប្រទេសអូស្ត្រាលីចាដែលទាមទារឲ្យដោះលែងកញ្ញាស៊ីធនេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះដែរចាលោកនាងកញ្ញាប្រិយមិត្តជាទីមេត្រីចាលោកនាងកញ្ញាប្រិយមិត្តជាទីមេត្រីចាលោកអ្នកកំពុងតែតាមដានការផ្សាយរបស់វិទ្យុអាស៊ីសេរីចាប់ផ្សាយចេញពីរដ្ឋធានី Washington សហរដ្ឋអាមេរិកចាព័ត៌មានតកតងនឹងស្ថានភាពរបស់កញ្ញាឈឹមស៊ីធនៅឯពន្ធនាគារឯនេះវិញចាមេធាវីចំនួន2រូបរបស់អង្គការលីកាដូចាបានចូលជួបកញ្ញាឈឹមស៊ីធនៅឯពន្ធនាគារព្រៃសរកាលពីរសៀលថ្ងៃទី28ខែវិច្ឆិកានេះចាដើម្បីសួរសុខទុក្ខកញ្ញានិងបន្តការពារសិទ្ធិឲ្យកញ្ញាតាមនីតិវិធីចានាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការលីកាដូលោកអំសំអាតប្រាប់វិទ្យុអាស៊ីសេរីថាលោកព្រួយបារម្ភពីសុខភាពរបស់កញ្ញាឈឹមស៊ីធព្រោះក្រោយពេលដែលតុលាការឃុំខ្លួនកញ្ញាអស់រយៈពេល2ថ្ងៃមកនេះគឺកញ្ញាគេងមិនលក់នោះទេលោកអំសំអាតបន្តថាការចាប់ខ្លួនកញ្ញាឈឹមស៊ីធឡើងវិញនៅក្រោមបទចោទថាកញ្ញាបានល្មើសបំរាមរបស់តុលាការនេះគឺមិនត្រឹមត្រូវតាមអង្គហេតុនិងអង្គច្បាប់នោះទេព្រោះកញ្ញានិងមេធាវីពុំដែលបានទទួលសារដីកាសម្រាប់ពីតុលាការថាឲ្យកញ្ញាឈឹមស៊ីធនេះស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនិងមិនអនុញ្ញាតឲ្យកញ្ញាធ្វើដំណើរទៅក្រៅប្រទេសនោះទេចាលោកអំសម្បត្តិនៅតែចាត់ទុកការឃាត់ខ្លួននេះគឺជាការសម្លុតគំរាមកំហែងបំបាក់ស្មារតីក្រមសហជីពឯករាជ្យដែលសកម្មនិងជាការព្រមានដល់ក្រុមកោតក្រដែលនៅតែបន្តធ្វើការតវ៉ាដើម្បីទាមទារសិទ្ធិការងារនៅឯក្រុមហ៊ុនបនលបែង Casino Nagavelចាសមត្ថកិច្ចបានឃាត់ខ្លួនកញ្ញាឈឹមស៊ីធនៅឯប្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីថ្ងៃទី26ខែវិច្ឆិកាក្រោយពេលដែលកញ្ញាត្រឡប់មកពីប្រទេសអូស្ត្រាលីចាអង្គការសមាគម
សហជីពនិងសហគមន៍ជិត100ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយស្នើឲ្យតុលាការដោះលែងប្រធានសហជីពកញ្ញាឈឹមស៊ីថជាបន្ទាន់ហើយអង្គការសង្គមស៊ីវិលទាំងនោះរួមមានជាអាចមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអង្គការលីកាដូមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង្ត្រាល់និងសមាគមការពារសិទ្ធិមនុស្សអាត6ចាជាដើមដែលអំពាវនាវរដ្ឋាភិបាលឲ្យឈប់ភ័យខ្លាចចំពោះវត្តមានឬក៏ភាពក្លាហាននិងភាពរឹងមាំរបស់កញ្ញាឈឹមស៊ីធនឹងត្រូវបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំផិតបំភ័យប្រធាននិងសមាជិកសហជីពតទៅទៀតលោកនាងកញ្ញាប្រិយមិត្តជាទីមេត្រីចាយើងងាកទៅព័ត៌មានដាច់ដោយឡែកមួយទៀតសិនចាមុននឹងយើងងាកត្រឡប់មកព័ត៌មានតកតនៅនយោបាយនៅក្នុងស្រុកបន្តទៀតចាជនជាដើមភាគតិចចារាយជាច្រើនគ្រួសាររស់នៅឯភូមិចំនួន3នៅក្នុងខេត្តរតនគិរីចាគៀកនឹងព្រំដែននៃប្រទេសវៀតណាមនោះចាពួកគាត់ត្អូញត្អែពីការថយចុះទិន្នផលត្រីនៅតាមដងទន្លេសេសានដោយសារតែមានបទល្មើសនេសាទកើនឡើងច្រើនចាអ្នកភូមិថាអាជ្ញាធរខេត្តនេះមិនអើពើនឹងបង្ក្រាបបទល្មើសទាំងនេះនោះទេចាពីរដ្ឋធានី Washington លោកសនច័ន្ទរដ្ឋារាយការណ៍អំពីរឿងនេះក្រុមប្រណតាមដងទន្លេសេសានក្នុងភូមិចំនួន3គឺភូមិភិកភូមិបដលនិងភូមិប៉ាតាងឃុំសេសានស្រុកអូយ៉ាដាវអះអាងថាការប្រើឧបករណ៍អគ្គិសនីឆក់ត្រីគឺជាមូលហេតុសំខាន់មួយដែលធ្វើទិន្នផលត្រីធ្លាក់ចុះយ៉ាងខ្លាំងជាបន្តបន្ទាប់ប៉ះពាល់ដល់ប្រភពចំណូលសេដ្ឋកិច្ចរបស់អ្នកភូមិដែលនេសាទលក្ខណៈគ្រួសារអ្នកភូមិថាជនជាតិដើមភាគតិចចរាយរស់នៅទីនោះភាគច្រើនមានជីវភាពក្រីក្រដែលតែងតែនេសាទលក្ខណៈគ្រួសារចិញ្ចឹមជីវិតដូចជាពង្រីមងបងសំណាញ់ដាក់ទ្រូដាក់បង្កាយជាដើមប៉ុន្តែមករបរទៅនេះបន្តថយចុះបន្តិចម្ដងដោយសារចាប់ត្រីធ្វើម្ហូបលែងបានអ្នកនេសាទនៅភូមិបដលលោកសៀវសៀបប្រាវិទ្យាអេស៊ីសរ៉ៃថ្ងៃទី28វិច្ឆិកាថាស្ទើរជារៀងរាល់ថ្ងៃជនល្មើសច្រានក្រុមបានប្រើអគ្គិសនីឆក់ត្រីតាមដងទន្លេសេសានក្នុងភូមិបដលរហូតទៅដល់ភូមិប៉ាតាងដោយចាប់ត្រីធំបានច្រើនគីឡូក្រាមបន្ថែមពីនេះបលល្មើសទាំងនេះកើតមានជាបន្តបន្ទាប់ច្រើនខែមកហើយដោយគ្មានអាជ្ញាធរអើពើទប់ស្កាត់នោះទេលោកថាអ្នកភូមិបានរាយការណ៍បញ្ហានេះតែអាជ្ញាធរមូលដ្ឋាននិងនគរបាលប៉ុស្តិ៍ចុះអនុវត្តច្បាប់តែគ្មានបានផលទេលឹបទឹកឲ្យមើលត្រីនៅតាមផែងថ្មហ្នឹងវាយកប្រដាប់ឆក់ហ្នឹងលូកទៅវាឡើងលើទឹកវាឆក់វិញបើនិយាយភូមិបដលឆក់តាមទន្លេផងតាមអូផងហើយទៅដល់ឆក់ទៅដល់បតាងធ្វើឲ្យប្រជាជនបតាងហ្នឹងក៏ខឹងក្បាលដែរមិនដឹងថាធ្វើមិនអញ្ចឹងលោកសៀវសៀបបញ្ជាក់ថាតំបន់កោះក្រមនៅតាមដងអូមួយចំនួនដែលមានប្រព័ន្ធបណ្ដាញទឹកហូរភ្ជាប់តាមដងទន្លេសេសានក៏សម្បូរបលល្មើសនេសាទប្រើអគ្គិសនីឆក់ត្រីផងដែរលោកថាឆ្នាំមុនពលរដ្ឋក្រីក្រតែនេសាទត្រីដោយស្ទូចដាក់ទ្រូនិងប្រើឧបករណ៍បុរាណនៅតាមដងអូនិងទន្លេចាប់បានត្រីច្រើនដែរប៉ុន្តែពេលនេះមុខរបរទាំងនេះកំពុងថយចុះជាបន្តបន្ទាប់លោកត្អូញថាក្រោយពីប្រព័ន្ធបណ្ដាញនេសាទត្រីបានអ្នកភូមិត្រូវចំណាយលុយទិញត្រីចិញ្ចឹមនិងសាច់ជ្រូកមកបរិភោគជាមួយត្រីធម្មជាតិដែលជាហេតុធ្វើឲ្យសេដ្ឋកិច្ចគ្រួសារប្រកបធ្លាក់ចុះត្រីកបីហ្នឹងធ្លាប់មានហើយឆ្នាំមកដាច់ពូឈឹងហ្មងត្រីអីផ្សេងទៀតតាមអូដែលធ្លាប់នេសាទដាក់សទូចដាក់ទ្រូដាក់លបឲ្យបានតាមអូឥឡូវទៅឆក់ឲ្យវាអស់ហើយតាមអូឲ្យមានឲ្យបានទៀតទៅទលេអញ្ចឹងនេះធ្លាប់នេសាទឲ្យដាក់មើងឲ្យបានឥឡូវក៏ដាក់ទៅវាថយនិយាយចំវាត្រីដែលវាឆក់ត្រូវហ្នឹងវាលែងមានពងកូនតទៅទៀតហើយព្រោះអាឆក់បានអាឆក់មិនបានហើយវាងាប់វាអីហ្នឹងតាមទលេហ្នឹងទៅហើយអាខ្លះវាពិការវាអីចឹងទៅវិទ្យុស៊ីសេរីមិនតន់អាចតតងសុំការបំភ្លឺរឿងនេះពីនេះខេត្តរដ្ឋបាលជលផលខេត្តរតនគិរីលោកផាតបញ្ញាបានឡើយទេនៅថ្ងៃទី28ខែវិច្ឆិកាប៉ុន្តែមេឃុំសេសានលោកសេវលៀមទទួលស្គាល់ថាបលល្មើសនេសាទកើតមានទីទួលប៉ុណ្ណោះតាមដងទន្លេសេសានហើយអាជ្ញាធរឃុំតែងចោះអប់រំផ្សព្វផ្សាយប្រាប់ដល់ប្រកបឲ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ហើយត្រូវប្រគល់ឧបករណ៍នេសាទល្មើសច្បាប់ជូនដល់សមាជិកជាបន្ទាន់លោកបញ្ជាក់ថាអាជ្ញាធរកំពុងយកចិត្តទុកដាក់ដោះស្រាយរឿងនេះដល់ក្រុមអង្គការក្រមល្បាតចរាចរណ៍គ្រប់ភូមិដើម្បីទប់ស្កាត់បលល្មើសនេសាទនិងអប់រំពលរដ្ឋតាមផ្ទះហ្នឹងហើយអប់រំម្ដងមកកាលហើយភូមិម្ដងក៏ប្រមូល10សក់ភូមិបតាងក៏ប្រមូល10សក់មុនហ្នឹងវកមុនហ្នឹងភូមិបតាងអស់លីងភូមិភិកទៀតអស់លីងទិញថ្មីហ្នឹងវាទៅប្រព្រឹត្តសម្រាប់បទល្មើសគេលួចលាក់ធម្មតាហ្នឹងហ្នឹងហើយខ្ញុំប្រឹងនឹងដោះស្រាយខ្ញុំលឺតែភូមិម្ដងសក់ហ្នឹងលក្ខណៈធម្មតាទេគេតែចេះរាយការណ៍គ្នាហ្នឹងណាទន្លេសេសានជាដៃដ៏សំខាន់របស់ទន្លេមេគង្គហូរកាត់ភាគកណ្ដាលនៃប្រទេសវៀតណាមនិងភាគឦសាននៃប្រទេសកម្ពុជាក្នុងខេត្តរតនគិរីនិងខេត្តស្ទឹងត្រែងទន្លេនេះហូរឆ្លងកាត់ស្រុកអូយ៉ាដាវស្រុកអណ្ដូងមាសស្រុកវឿនសៃនិងស្រុកតាវែងខេត្តរតនគិរី
ចំពោះបង្ការស្រុកសេសានខេត្តស្ទឹងត្រែងពលរដ្ឋនៅតាមដងទន្លេសេសានក្នុងខេត្តរតនគិរីនិងខេត្តស្ទឹងត្រែងតែងតែនេសាទត្រីលក្ខណៈគ្រួសារបែបប្រពៃណីជុំវិញរឿងនេះនាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេ3លោកលៀមបន្លាបមានប្រសាសន៍ថាអាជ្ញាធរត្រូវសហការជាមួយប្រជាសហគមន៍នេសាទដើម្បីបង្ក្រាបបទល្មើសនេសាទឲ្យទាន់ពេលវេលារីឯមន្ត្រីជំនាញរដ្ឋបាលជលផលត្រូវចូលរួមសម្របសម្រួលដោះស្រាយបញ្ហានេះជាមួយអ្នកភូមិដើម្បីបង្ក្រាបបទល្មើសនេសាទឲ្យមានប្រសិទ្ធភាពយូរអង្វែងសហគមន៍នេសាទគួរតែរាយការណ៍ដើម្បីបានអន្តរាគមន៍អំពីរដ្ឋបាលជលផលនៅខេត្តយើងហ្នឹងនិងមន្ត្រីជំនាញហ្នឹងដើម្បីចុះធ្វើអន្តរាគមន៍ជាមួយនឹងអង្គការដៃគូឬក៏អ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីដោះស្រាយជាបន្ទាន់បើមិនដូច្នេះទេបទល្មើសនេសាទហ្នឹងវាទៅជាកើតរិទ្ធរាដាពេញស្រុកពេញភូមិដែលមិនមែនជាអ្នកឆ្ងាយទេគឺអ្នកភូមិតែម្ដងជនជាដើមភេទតិចចរាយបន្ថែមថាទិន្នផលត្រីថយចុះរាល់ឆ្នាំបណ្ដាពលរដ្ឋមួយចំនួនបង្ខំចិត្តចំណាក់ស្រុកហើយក៏មានប្រខ្លះទៀតបបងមករបរនេសាទអ្នកភូមិសង្កេតឃើញថាត្រីកម្រមួយចំនួនដែលតាំងលក់លើទីផ្សារសុទ្ធសឹងតែជាត្រីដែលគេទិញពីជនល្មើសឆក់ខុសច្បាប់ខ្ញុំសនចាររថាវិទ្យុអេស៊ីសេរីរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនចាលោកនាងកញ្ញាប្រិយមិត្តជាទីមេត្រីចាអ្នកវិភាគនិងយុវជនមើលឃើញថាអតីតមេដឹកនាំគណៈបកប្រជាធិបតេយ្យមូលដ្ឋានគឺលោកបណ្ឌិតយ៉ងសាងកុមារនិងលោកលឹកសុធាដែលសម្រេចចិត្តទៅចុះចូលជាមួយគណៈបកកណ្ដាលអំណាចនោះទំនងមកពីរឿងផ្ទាល់ខ្លួននិងរឿងនយោបាយច្រើនជាងហេតុផលដើម្បីទៅជួយវិស័យកសិកម្មតែទោះជាយ៉ាងណាចាមន្ត្រីបកកណ្ដាលអំណាចនៅតែអះអាងថាការសម្រេចចិត្តចូលជាមួយនឹងជីវភាពនយោបាយនៅក្នុងគណៈបកកណ្ដាលអំណាចនេះគឺដើម្បីអភិវឌ្ឍវិស័យកសិកម្មឲ្យឈានទៅមុខចាលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍នេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចាលោកនាងកញ្ញាប្រិយមិត្តជាទីមេត្រីចាលោកអ្នកកំពុងតែតាមដានការផ្សាយរបស់វិទ្យុអាស៊ីសេរីចាប់ផ្សាយចេញពីរដ្ឋធានី Washington សហរដ្ឋអាមេរិកសមាជិកសភាជាន់ខ្ពស់អូស្ត្រាលីទាមទាររដ្ឋាភិបាលលោកហ៊ុនសែនដោះលែងមេដឹកនាំសហជីពប្រចាំក្រុមហ៊ុន Casino NagaWorld កញ្ញាឈឹមស៊ីធឲ្យមានសេរីភាពឡើងវិញជាបន្ទាន់មន្ត្រីសហជីពយល់ថារដ្ឋាភិបាលគួរតែប្រគល់សេរីភាពជូនកញ្ញាឈឹមស៊ីធឡើងវិញព្រោះការចាប់ខ្លួនស្ត្រីមេដឹកនាំសហជីពវ័យក្មេងរូបនេះគឺគ្មានផលចំណេញអ្វីឡើយគឺកាន់តែធ្វើរដ្ឋាភិបាលរងនឹងការរិះគន់និងមានភាពអាម៉ាស់ថែមទៀតតែប៉ុណ្ណោះចាលោកថាថៃរាយការណ៍អំពីរឿងនេះសមាជិកសភាសហព័ន្ធមកពីគណៈបកពលករដែលកំពុងដឹកនាំរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ពីក្នុងសភាសហព័ន្ធនៅទីក្រុងកង់បេរ៉ាប្រទេសអូស្ត្រាលីនៅរសៀលថ្ងៃទី28ខែវិច្ឆិកាពាក់ព័ន្ធនឹងករណីចាប់ខ្លួនស្ត្រីមេដឹកនាំសហជីពប្រចាំក្រុមហ៊ុន NagaWorld កញ្ញាឈឹមស៊ីធតំណាងរាស្ត្រអូស្ត្រាលីលោក Julian Hill ថ្លែងថាលោកទើបតែបានជួបទទួលទានកាហ្វេជាមួយកញ្ញាឈឹមស៊ីធកាលពីសប្តាហ៍មុនពេលដែលនាងមកចូលរួមកិច្ចប្រជុំសហភាពសហជីពអន្តរជាតិនៅក្នុងទីក្រុង Melbourne ក៏ប៉ុន្តែនាងបែរជាត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញក្រោយវិលត្រឡប់ទៅកម្ពុជាវិញលោក Julian Hill ចាត់ទុកថានេះគឺជារឿងដែលហួសចិត្តនិងជាឧបទ្ទវហេតុថ្មីមួយទៀតរបស់របបជើងកាងលោកហ៊ុនសែនក្នុងការវាយប្រហារមកលើមេដឹកនាំសហជីពដោយសារតែការបំពេញការងាររបស់ពួកគេលោកសង្កត់ធ្ងន់ថាកញ្ញាឈឹមស៊ីធគួរតែត្រូវបានដោះលែងជាបន្ទាន់ហើយវិវាទការងារក្នុងក្រុមហ៊ុន NagaWorld គួរតែត្រូវបានដោះស្រាយដោយសមរម្យសមាជិកសភាអូស្ត្រាលីជាន់ខ្ពស់រូបនេះបន្ថែមថារដ្ឋាភិបាលអូស្ត្រាលីត្រូវតែក្រោកឈរឡើងជានិច្ចដើម្បីសន្តិភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ The arrest and jailing of Chim Sitar, the leader of the union at NagaWorld Casino. ខ្ញុំពិតជារន្ធត់ចិត្តចំពោះការចាប់ខ្លួនស្ត្រីមេដឹកនាំសហជីពវ័យក្មេងគឺកញ្ញាឈឹមស៊ីធដែលខ្ញុំទើបតែបានញ៉ាំកាហ្វេជាមួយនាងកាលពី8ថ្ងៃមុនក្នុងទីក្រុង Melbourne នាងត្រូវបានចាប់ខ្លួនក្រោយចុះពីយន្តហោះពេលត្រឡប់ទៅដល់កម្ពុជាវិញក្រោមបទថានាងបានបំពានបម្រាមតុលាការដែលហាមចេញក្រៅប្រទេសការចោទប្រកាន់នេះវាមិនសមហេតុផលទាល់តែសោះព្រោះនាងមិនបានដឹងអំពីលក្ខខណ្ឌឡើយតាមពិតកញ្ញាឈឹមស៊ីធគឺជាមេដឹកនាំសហជីពបានក្លាយជាគោលដៅនៃការបៀតបៀនជាង2ឆ្នាំមកហើយនាងត្រូវបានចាប់ខ្លួនម្ដងមកហើយដោយសារតែការក្រោកឈរការពារសិទ្ធិបុគ្គលិករាប់ពាន់នាក់នៅក្រុមហ៊ុន Casino NagaWorld ដែលម្ចាស់ជាមហាសេដ្ឋីជនជាតិម៉ាឡេស៊ីដែលគ្រាន់តែនាងស្នើសុំឲ្យទូទាត់ប្រាក់ដំណាច់ត្រឹមត្រូវនិងសុំចូលធ្វើការវិញសម្រាប់អ្នកដែលនៅចង់ធ្វើការស៊ីធបានមកប្រទេសអូស្ត្រាលីក្នុងនាមជាប្រតិភូចូលរួមសន្និបាតសហជីពអន្តរជាតិនៅទីក្រុង Melbourne នៅទីក្រុង Melbourne នាងមិនបាននិយាយអ្វីអំពីគម្រោងផ្ដួលរំលំរបបលោកហ៊ុនសែនមូលធននិយមអំពើពុករលួយនៅកម្ពុជាទេ
ស៊ីថគ្រាន់តែចែករំលែកអំពីបញ្ហាប្រឈមរបស់សហជីពជាមួយតំណាងសហជីពផ្សេងៗទៀតនៅទូទាំងពិភពលោកខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងកញ្ញាឈឹមស៊ីធជាបន្ទាន់ហើយខាងក្រុមហ៊ុនគប្បីប្រព្រឹត្តឲ្យបានសមរម្យនិងបញ្ចប់វិវាទការងារដែលគួរឲ្យអស់សំណើចនេះខ្ញុំស្នើសុំទៅរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីឲ្យធ្វើអ្វីមួយដើម្បីលើកអំពីបញ្ហានៅកម្ពុជានេះឡើងក្រៅពីលោក Julian Hill នេះតំណាងសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលីរួមទាំងតំណាងរាស្ត្រប្រចាំរដ្ឋ Victoria ដែលមានដើមកំណើតខ្មែរលោកតាក់មីងហៀងក៏រន្ធត់ចិត្តនិងហួសចិត្តចំពោះការចាប់ខ្លួនកញ្ញាឈឹមស៊ីធនេះដែរដោយសារពួកគាត់សុទ្ធតែបានជួបស្វាគមន៍មេដឹកនាំសហជីពរូបនេះពួកគាត់គ្រោងនឹងធ្វើពិធីជួបជុំគ្នានៅពេលខាងមុខនេះដើម្បីទាមទារយុត្តិធម៌ដល់កញ្ញាឈឹមស៊ីធទាក់ទងករណីនេះវិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការឆ្លើយតបពីប្រធានអង្គភិបអ្នកនាំពាក្យរដ្ឋាភិបាលលោកផៃស៊ីផាននិងអ្នកនាំពាក្យគណៈបកកណ្ដាលអំណាចលោកសុកអេសានបានទេនៅថ្ងៃទី28ខែវិច្ឆិកាដោយទូរស័ព្ទចូលពុំមានអ្នកទទួលប្រធានសហភាពការងារកម្ពុជាលោកអាតធុនលើកឡើងថាការចេញសេចក្តីថ្លែងការណ៍របស់សមាជិកសភាអូស្ត្រាលីគឺជាការរួមចំណែកជំរុញឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាដោះលែងកញ្ញាឈឹមស៊ីធឡើងវិញលោកបន្តថាករណីនេះគឺជាវិវាទការងារដែលមិនត្រូវប្រើប្រាស់ប្រព័ន្ធតុលាការធ្វើបាបលើមេដឹកនាំសហជីពម្ដងហើយម្ដងទៀតនោះទេព្រោះទង្វើបែបនេះគ្មានផលចំណេញអ្វីដល់មុខមាត់របស់រដ្ឋាភិបាលឡើយផ្ទុយទៅវិញគឺមានតែការរិះគន់ជាបន្តបន្ទាប់ប៉ុណ្ណោះចឹងជារួមខ្ញុំគិតថាមិនគួរត្រូវបានចាប់គាត់ទេបើសិនជាមិនមានការដែលថាកំណត់ច្បាស់លាស់ថាមិនឲ្យចេញហើយបើសិនជាច្បាស់លាស់ប្រហែលគាត់មិនហ៊ានចេញទេបាទហើយរឿងមួយទៀតគឺខ្ញុំយល់ឃើញថាករណីនេះគឺជាករណីវិវាទការងាររ៉ាំរ៉ៃដែលគួរតែត្រូវដោះស្រាយដោយយកចិត្តទុកដាក់ព្រោះមានការគិតគូរពីអង្គការ ILO ពីសហជីពអន្តរជាតិពីទូតជាច្រើនដូចជាទូតអាមេរិកឬក៏ទូតអូស្ត្រាលីជាដើមអញ្ចឹងរដ្ឋាភិបាលកម្ពុជាគួរតែដោះស្រាយរឿងនេះឲ្យបានល្អហើយថាយុត្តិធម៌សម្រាប់កម្មករក៏ដូចជាភាគីពាក់ព័ន្ធដើម្បីចង់បង្ហាញឲ្យខាងកម្មករក៏ដូចជាប្រជាពលរដ្ឋឬក៏អន្តរជាតិគេយល់ឃើញថាវាត្រឹមត្រូវផងទើបជារឿងល្អបាទកញ្ញាឈឹមស៊ីធមានរូបរាងតូចល្អិតសម្បុរសជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន Nagavel អាជ្ញាធរក្រុងភ្នំពេញបានចាប់ខ្លួនស្ត្រីមេដឹកនាំសហជីពរូបនេះឡើងវិញកាលពីព្រឹកថ្ងៃទី26ខែវិច្ឆិកានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញក្រោយកញ្ញាវិលត្រឡប់ពីចូលរួមកិច្ចប្រជុំនៅប្រទេសអូស្ត្រាលីតុលាការបានចោទប្រកាន់ថាកញ្ញាឈឹមស៊ីធមិនគោរពតាមលក្ខខណ្ឌរបស់តុលាការដែលហាមចេញក្រៅប្រទេសក្រោយពេលដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីខែមិនិនាកន្លងទៅក៏ប៉ុន្តែកញ្ញាឈឹមស៊ីធប្រាប់មេធាវីថានាងមិនដែលបានដឹងអំពីលក្ខខណ្ឌរបស់តុលាការនេះទេហើយមុនពេលចាក់ចេញពីកម្ពុជាទៅក្រៅប្រទេសនេះសមត្ថកិច្ចដែលត្រួតពិនិត្យឯកសារឆ្លងដែនក៏មិនបានហាមឃាត់កញ្ញាដែរក្រុមគឧតកោ Nagavel និងក្រុមអង្គការសិទ្ធិមនុស្សចាត់ទុកថាការចាប់ឃុំខ្លួនកញ្ញាឈឹមស៊ីធជាលើកទី2នេះគឺជាការគំរាមកំហែងនិងជាការដាក់សម្ពាធឲ្យក្រុមគឧតកោបញ្ឈប់កូដកម្មទាមទារដំណោះស្រាយវិវាទការងារ Nagavel ជាក្រុមហ៊ុនដែលស្ថិតនៅក្នុងចំណោមក្រុមហ៊ុនលំដាប់ពិភពលោកដែលរកប្រាក់ចំណេញបានច្រើនបំផុតម្ចាស់ក្រុមហ៊ុនបនលបែងដ៏ធំកណ្ដាលទីក្រុងភ្នំពេញមួយនេះគឺមហាសេដ្ឋីជនជាតិម៉ាឡេស៊ីឈ្មោះតាន់ស្រីនៅក្នុងសារឆ្លើយឆ្លងជាអក្សរតាមទូរស័ព្ទដែលបែកធ្លាយកាលពីឆ្នាំ2017បង្ហាញថាម្ចាស់កាស៊ីណូ Naga រូបនេះមានទំនាក់ទំនងជាមួយភរិយានិងកូនទាំង4នាក់របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនរួមមានលោកហ៊ុនម៉ាណែតលោកហ៊ុនម៉ាណិតលោកហ៊ុនម៉ានីនិងអ្នកស្រីហ៊ុនម៉ាណាអ្នកខ្លំមើលយល់ថាទំនងជាដោយសារទំនាក់ទំនងនិងមានផលប្រយោជន៍រួមគ្នានេះហើយទើបរដ្ឋាភិបាលលោកហ៊ុនសែនចេញមកការពារក្រុមហ៊ុន Nagavel ហើយមិនញញើតក្នុងការធ្វើទុកបុកម្នេញគ្រប់បែបយ៉ាងលើថ្នាក់ដឹកនាំសហជីពនិងក្រុមគឧតកោជាស្ត្រីក្នុងពេលពួកគេធ្វើកូដកម្មដោយសន្តិវិធីស្របតាមច្បាប់ដើម្បីទាមទារដំណោះស្រាយវិវាទការងារជិត1ឆ្នាំមកនេះខ្ញុំថាថៃពីទីក្រុងមែលប៊នចាលោកនាងកញ្ញាប្រិយមិត្តជាទីមេត្រីចាដំណឹងពីមេដឹកនាំកម្ពុជានៃគណៈបកប្រជាធិបតេយ្យមូលដ្ឋានទៅសុំចុះចូលជាមួយគណៈបកប្រជាជនកម្ពុជានោះគឺបានបែកធ្លាយជាសាធារណៈអស់ទៅហើយមកដល់ពេលនេះចាលោកបណ្ឌិតយ៉ងសង្គមាដែលធ្លាប់តែជាតួអង្គសំខាន់នៅក្នុងការដែលដើរបញ្ចុះបញ្ចូលអ្នកប្រជាធិបតេយ្យឲ្យបង្រួបបង្រួមឬក៏ចងសម្ព័ន្ធភាពគ្នានៅពេលកន្លងមកនេះឥឡូវនេះទៅចុះចូលទៅធ្វើនយោបាយជាមួយឥឡូវនេះចាំបានទៅចុះចូលធ្វើនយោបាយជាមួយនឹងគណៈបកកណ្ដាលអំណាចគឺគណៈបកប្រជាជនកម្ពុជារបស់លោកយមត្រីហ៊ុនសែនទៅវិញតើហេតុអ្វីបានធ្វើឲ្យលោកយ៉ងសង្គមាទៅចុះចូលជាមួយនឹងគណៈបកប្រជាជនកម្ពុជាបែបនេះហើយការចុះចូលនេះចាំមានផលវិជ្ជមាននិងអវិជ្ជមានបែបណាសម្រាប់អ្នកតស៊ូប្រជាធិបតេយ្យនៅកម្ពុជាចាសសូមអញ្ជើញលោកនាងរងចាំទស្សនាបទសម្ភាសន៍ផ្ទាល់អំពីរឿងនេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះ
លោកនាងកញ្ញាជាទីមេត្រីចាប់ព័ត៌មានតកតងនឹងខ្មែរកម្ពុជាក្រោមឯនេះវិញចាប់ប្រជាអធិការវត្តខេមរៈរាំងសីនៅឯទីក្រុង San Jose នៅរដ្ឋ California ចាប់បង្កើតស្នាព្រះហស្ថជាច្រើនដើម្បីបុព្វហេតុទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនិងសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគតនៅលើទឹកដីខ្មែរកម្ពុជាក្រោមតើប្រជាអធិការវត្តខេមរៈរាំងសីមានប្រវត្តិតស៊ូនិងបានបង្កើតស្នាព្រះហស្ថអ្វីខ្លះដើម្បីបុព្វហេតុខ្មែរកម្ពុជាក្រោមចាស់ពីរដ្ឋធានី Washington លោកយុនសាមៀនរាយការណ៍ព័ត៌មាននេះដូចតទៅព្រះចៅអធិការវត្តខេមរៈរាំងសីព្រះភិក្ខុសឹងយើងរតនាសប្តាហ៍ថ្ងៃមានតួនាទីជាប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោមនិងជាអគ្គនាយកវិទ្យុសំឡេងកម្ពុជាក្រោម Voice of ខ្មែរកម្ពុជាក្រោមព្រះអង្គបានបង្កើតស្នាព្រះហស្ថជាច្រើនរួមមានការផ្សព្វផ្សាយព័ត៌មានស្ដីពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោមនៅលើទឹកដីកំណើតការចូលរួមសកម្មភាពលើកស្ទួយវប្បធម៌ប្រពៃណីទំនៀមទម្លាប់និងប្រវត្តិសាស្ត្រខ្មែរក្រោមដល់ពលរដ្ឋខ្មែរក្រោមនៅជុំវិញពិភពលោកក្រោមការដឹកនាំរបស់ព្រះភិក្ខុសឹងយើងរតនាព្រះអង្គបានប្រែក្លាយវត្តខេមរៈរាំងសីមិនត្រឹមតែជាកន្លែងសក្ការៈបូជាប៉ុណ្ណោះទេប៉ុន្តែជាកន្លែងបម្រើឲ្យសហគមន៍ខ្មែរសម្រាប់ផ្ដល់ជំនួយផ្នែកសង្គមនិងជាទីស្នាក់ការសារព័ត៌មានផលិតព័ត៌មានសំខាន់ជូនដល់ខ្មែរក្រោមនៅជុំវិញពិភពលោកអាជ្ញាធរអាមេរិកក៏តែងតែស្នើសុំប្រើប្រាស់វត្តជាទីស្នាក់ការបោះឆ្នោតហើយគណៈបកប្រឆាំងខ្មែរនៅក្រៅប្រទេសក៏ប្រើប្រាស់វត្តដើម្បីពិភាក្សាបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែរព្រះភិក្ខុសឹងយើងរតនាមានថ្នាក់នៃការថាព្រះអង្គលះបង់សពថ្ងៃគឺដើម្បីអនាគតពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីកំណើតស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមការតស៊ូសពថ្ងៃនេះគឺដើម្បីបុព្វហេតុសិទ្ធិសេរីភាពជូនចំពោះបរតខ្មែរក្រមរាប់លាននាក់ដែលកំពុងតែរស់នៅក្រោមនិមនានិគមវៀតណាមសពថ្ងៃព្រះចៅអធិការវត្តខេមរៈរាំងសីព្រះអង្គសឹងយើងរតនាប្រសូតនៅស្រុកកំពង់ស្ពានខេត្តព្រះត្រពាំងទឹកដីកម្ពុជាក្រោមកាលពីខែមេសាឆ្នាំ1977កាលពីឆ្នាំ1996ព្រះអង្គបានសម្រេចប្រតិចាកចេញពីស្រុកកំណើតទៅកម្ពុជាដោយសារតែអាញាធរវៀតណាមធ្វើទុកបុកម្នេញផ្នែកសាសនាសិទ្ធិសេរីភាពនិងព្រះអង្គចង់សិក្សាបង្កើនចំណេះដឹងផ្នែកព្រះពុទ្ធសាសនានិងប្រវត្តិសាស្ត្រខ្មែរក្រោមទើបព្រះអង្គបានសម្រេចចិត្តចាកចេញពីទឹកដីកំណើតនៅកម្ពុជាព្រះអង្គបានបន្តការសិក្សាចាប់ពីឆ្នាំ1997ដល់ឆ្នាំ2001ទើបបានបញ្ចប់ការសិក្សាថ្នាក់ពុទ្ធិវិទ្យាល័យព្រះសរាមរិទ្ធនៅទីក្រុងភ្នំពេញកាលពីឆ្នាំ2004និងបានបញ្ចប់ការសិក្សាថ្នាក់ពុទ្ធិមហាវិទ្យាល័យព្រះសីហនុរាជនៅទីក្រុងភ្នំពេញនិងផ្នែកនីតិសាស្ត្រនៅសាកលវិទ្យាល័យឯកជនមួយព្រះអង្គក៏បានក្លាយជាមេដឹកនាំព្រះសង្ឃខ្មែរក្រោមជាប្រធានកុដិលេខ13នៅវត្តមហាមន្ត្រីដែលជាកន្លែងពលរដ្ឋខ្មែរក្រោមនៅកម្ពុជាមកជួបជុំគ្នានិងគោរពបូជាព្រះសង្ឃនិងធ្វើពិធីសាសនាផ្សេងទោះបីព្រះអង្គបានបង្កើតស្នាដៃជាច្រើននៅកម្ពុជាក៏ដោយព្រះអង្គមិនទាន់បញ្ចប់ក្តីស្រមៃរបស់ព្រះអង្គនៅឡើយទេព្រះអង្គមានសំណាងបានចាកចេញពីកម្ពុជាមកសហរដ្ឋអាមេរិកកាលពីខែសីហាឆ្នាំ2004ដើម្បីនិមន្តមកគង់នៅវត្តខេមរៈរាំងសីទីក្រុងសានហូសេរហូតមកទល់ពេលបច្ចុប្បន្នដើម្បីផ្សព្វផ្សាយផ្នែកព្រះពុទ្ធសាសនានៅឯសហរដ្ឋអាមេរិកវិញព្រះអង្គបានបន្តការសិក្សាភាសាអង់គ្លេសនៅមហាវិទ្យាល័យ San Jose Community College និងបានចូលរួមពិនិត្យនិងកែសម្រួលរឿងល្ខោននិយាយអុកញ៉ាសឿនគុយសម្រាប់ផលិតកម្មខ្មែរក្រោមនិងតែងបទចម្រៀងស្រែហាជាតិមួយចំនួនដូចជាបទរលកវាសនាស្ដាយគេដូនតាបូកផារួងដំរីនឹកស្រុកកំណើតនិងផលិត CD ចម្រៀងព្រះធម៌រួមមានជីវិតអ្នកបួសបារមីព្រះពុទ្ធនិងអត្ថន័យភ្ជុំបិណ្ឌជាដើមព្រះអង្គក៏បានដឹកនាំចងក្រងសៀវភៅប្រវត្តិវត្តនិងអត្ថប្រយោជន៍វត្តនៅកម្ពុជាក្រោមផងដែរការនិពន្ធបទចម្រៀងប្រធរក្តីការនិពន្ធបទចម្រៀងស្នេហាជាតិក្តីគឺដើម្បីបញ្ជ្រាបគំនិតទៅដល់ប្រជាពលរដ្ឋខ្មែរក្រមដែលកំពុងតែ
រស់នៅលើដែនដីកម្ពុជាក្រោមនឹងបានស្វែងយល់អំពីប្រវត្តិសាស្ត្រតាមរយៈសិល្បៈវប្បធម៌ពណ៌និងការចងក្រងសៀវភៅប្រវត្តិវត្តនៅកម្ពុជាក្រោមនេះគឺដើម្បីឲ្យនិស្សិតឬក៏បរិវត្តខ្មែរក្រមនឹងងាយស្រួលនៅក្នុងការសិក្សាស្រាវជ្រាវនៅប្រវត្តិសាស្ត្ររបស់ខ្លួនផងដែរបង នៅឯសហរដ្ឋអាមេរិកព្រះអង្គក៏បានបង្កើតសារព័ត៌មាននិងវិទ្យុដើម្បីបម្រើចំណេះដឹងដល់ពលរដ្ឋខ្មែរក្រោមនៅជុំវិញពិភពលោកព្រះអង្គបានបម្រើការជាអគ្គនាយកវិទ្យុសំឡេងកម្ពុជាក្រោម VOKK ចាប់ពីឆ្នាំ2006និងជាចាងវាងការផ្សាយសារព័ត៌មានព្រៃនគរព្រះអង្គមានថ្នាក់ដឹកនាំថាដោយសារតែមានតម្រូវការផ្នែកព័ត៌មាននៅកម្ពុជាក្រោមនិងនៅទូទាំងពិភពលោកព្រះអង្គបានបង្កើតជាបន្ទប់ផ្សាយទូរទស្សន៍សម្រាប់ផ្តល់ព័ត៌មានតាមបណ្ដាញសង្គម Facebook និង YouTube និងនៅលើគេហទំព័រសារព័ត៌មានសម្លេងខ្មែរកម្ពុជាក្រោមដែលមានអាសយដ្ឋាន www.vokk.net និងសារព័ត៌មានព្រៃនគរដែលមានអាសយដ្ឋាន www.prainakornews.blogspot.com ព្រះអង្គបានចំណាយថវិកាវត្តបង្កើតបន្ទប់សម្រាប់ថតព័ត៌មានទូរទស្សន៍ដើម្បីផ្សព្វផ្សាយតាមសារព័ត៌មានព្រៃនគរនិងវិទ្យុសំឡេងកម្ពុជាក្រោមស្ថិតនៅក្នុងបរិវេណវត្តខេមរៈរាំងសីទោះបីបន្ទប់ផ្សាយព័ត៌មានទំហំតូចមួយដែលមានកៅអីចំនួន2និងតុកកុំព្យូទ័រមួយក៏ដោយប៉ុន្តែការផ្សាយព័ត៌មានពិតពីការរំលោភសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមនិងព័ត៌មានផ្សេងទៀតបានផ្ដល់ចំណេះដឹងដល់ខ្មែរក្រោមដែលកំពុងស្រែកឃ្លានព័ត៌មានពិតដើម្បីកែប្រែជីវភាពរបស់ពួកគេព្រះអង្គសឹងយើងរតនាបន្ថែមថាព័ត៌មានពិតមិនលំអៀងគ្មានការគៀបសង្កត់នេះហើយបានធ្វើឲ្យពលរដ្ឋខ្មែរក្រោមអាចរក្សាអត្តសញ្ញាណខ្លួនបានបច្ចុប្បន្នទោះបីអាជ្ញាធរវៀតណាមបានចាប់ផ្ដើមធ្វើយុទ្ធនាការសងសឹកទៅលើយុវជននិងពលរដ្ឋខ្មែរក្រោមណាដែលហ៊ានងើបឡើងតស៊ូទាមទារសិទ្ធិជនជាតិដើមក្តីក៏ពលរដ្ឋខ្មែរក្រោមមិនបានបាក់ស្បាតស្មារតីដែរការបង្កើតសារព័ត៌មានព្រៃនគរនឹងគឺបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនទៅដល់ពលរដ្ឋខ្មែរក្រមរាប់លាននាក់ដែលកំពុងតែរស់នៅលើដែនដីកម្ពុជាក្រមសារព័ត៌មានព្រៃនគរបានផ្សព្វផ្សាយនៅភូមិសាស្ត្រប្រវត្តិសាស្ត្រនៃទឹកដីកម្ពុជាក្រមបានផ្សព្វផ្សាយនៅប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយនៅច្បាប់ចិនជាតិដើមបានផ្សព្វផ្សាយនៅផែនការរបស់សហព័ន្ធខ្មែរកម្ពុជាក្រមដែលកំពុងតែតស៊ូលើឆាកអន្តរជាតិដើម្បីទាមទារនូវសិទ្ធិសេរីភាពជូនចំពោះប្រជាពលរដ្ឋខ្មែរក្រមនៅលើទឹកដីកម្ពុជាក្រមសពថ្ងៃនេះព្រះភិក្ខុសឹងយើងរតនាក៏ត្រូវបានគេបោះឆ្នោតធ្វើជាប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោមចាប់តាំងពីឆ្នាំ2013មកទល់ពេលបច្ចុប្បន្ននេះព្រះអង្គក៏ជាសមាជិកគណៈកម្មការនយោបាយនៃសហព័ន្ធខ្មែរកម្ពុជាក្រោមដែរព្រះអង្គមានថ្នាក់ដឹកនាំបន្តទៀតថាដោយសារតែព្រះអង្គធ្លាប់បានសិក្សាផ្នែកសារព័ត៌មានផងនោះក៏បានជំរុញឲ្យព្រះអង្គចង់ប្រឡូកនឹងវិស័យព័ត៌មាននិងអ្នកនាំពាក្យតួនាទីរបស់ព្រះអង្គសឹងយើងរតនាបានឲ្យព្រះអង្គដើរតួនាទីយ៉ាងសំខាន់ក្នុងវេទិកាអន្តរជាតិមួយចំនួនដូចជាការចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិស្តីពីបញ្ហាជនជាតិដើមក្រសួងការបរទេសសហរដ្ឋអាមេរិកផ្នែកសេរីភាពអន្តរសាសនានៅរដ្ឋធានី Washington និងយន្តការអ្នកជំនាញជនជាតិដើមនៅទីក្រុង Geneva ប្រទេស Swiss ជាដើមព្រះអង្គក៏ជាព្រះសង្ឃមួយអង្គដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការទាមទារសិទ្ធិស្វ័យសម្រេចដល់ពលរដ្ឋខ្មែរក្រោមនៅលើទឹកដីកំណើតដែរសម្រាប់ថ្ងៃអនាគតព្រះអង្គសឹងយើងរតនាបដិញ្ញាថាព្រះអង្គនឹងខំប្រឹងប្រែងតស៊ូមតិធ្វើយ៉ាងណាដើម្បីជួយដល់ពលរដ្ឋខ្មែរក្រោមដើម្បីអាចឈានទៅរកសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងខ្ញុំយុនសាមៀនវិទ្យុអាស៊ីសេរីប្រធានាធិបតី Washingtonចាលោកនាងកញ្ញាជាទីមេត្រីចាបន្តទៅទៀតនេះចាយើងងាកមកស្ដាប់ព័ត៌មានតកតនឹងការទៅចុះចូលជាមួយគណៈបកប្រជាជនកម្ពុជាចារបស់លោកបណ្ឌិតយ៉ងសាងកូម៉ានិងមន្ត្រីរបស់គណៈបកប្រជាធិបតេយ្យមូលដ្ឋានវិញម្ដងចាអ្នកវិភាគនិងយុវជនមើលឃើញថាការដែលមេដឹកនាំអតីតមេដឹកនាំគណៈបកប្រជាធិបតេយ្យមូលដ្ឋានចាគឺលោកបណ្ឌិតយ៉ងសាងកូម៉ានិងលោកលឹកសុធាចាដែលទៅចុះចូលជាមួយនឹងគណៈបកកណ្ដាលអំណាចនេះគឺដោយសារតែមានបញ្ហារឿងរ៉ាវផ្ទាល់ខ្លួននិងរឿងនយោបាយច្រើនជាងការដែលទៅជួយវិស័យកសិកម្មចាតែទោះជាយ៉ាងណាចាមន្ត្រីគណៈបកប្រជាជនកម្ពុជាលើកឡើងថាចាការសម្រេចចិត្តទៅចូលរួមជីវភាពនយោបាយជាមួយនឹងគណៈបករបស់ពួកគេនេះគឺដើម្បីអភិវឌ្ឍវិស័យក
កសិកម្មឲ្យដើរទៅមុខចាពីរដ្ឋធានី Washington លោកទីនសការីយ៉ារាយការណ៍អំពីរឿងនេះអ្នកជំនាញខាងអភិវឌ្ឍសង្គមនិងយុវជនលើកឡើងថាលោកយ៉ងសង្គមានិងលោកលឹកសុធាបានចោះចូលជាមួយគណបកប្រជាជនកម្ពុជានោះគឺជាសិទ្ធិសម្រេចចិត្តរបស់លោកទាំងពីរនៅក្នុងសង្គមប្រជាធិបតេយ្យក៏ប៉ុន្តែពួកគេលើកឡើងថាការចូលរួមជាមួយរដ្ឋាភិបាលនឹងមិនអាចជួយស្ដារស្ថានភាពវិស័យកសិកម្មនិងជីវភាពកសិករបានល្អប្រសើរនោះឡើយអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍសង្គមលោកមនិតសេនស៊ូរីលើកឡើងថាលោកគោរពសិទ្ធិសម្រេចរបស់បុគ្គលប៉ុន្តែលោកមើលឃើញថាការចូលរួមនយោបាយជាមួយគណៈបកកណ្ដាលអំណាចនៅពេលនេះអាចជារឿងផ្ទាល់ខ្លួនឬជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយច្រើនជាងហេតុផលជួយអភិវឌ្ឍវិស័យកសិកម្មដែលរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋនោះបណ្ឌិតសេនស៊ូរីបញ្ជាក់ថាការអនុវត្តគោលនយោបាយកសិកម្មបរាជ័យកន្លងមកនេះមិនមែនរដ្ឋាភិបាលខ្វះអ្នកជំនាញឬធនធានមនុស្សជួយកិត្តគូនិងជំរុញឲ្យវិស័យកសិកម្មដំណើរការទៅមុខបានល្អនោះទេតែដោយសារតែប្រព័ន្ធដឹកនាំរដ្ឋអំពើពុករលួយចាក់ស្រេះនៅក្នុងស្ថាប័នជាដើមដូច្នេះលោកសង្ឃឹមតិចតួចណាស់ដែលថាការសម្រេចចិត្តរបស់បណ្ឌិតយ៉ងសង្គមានៅពេលនេះអាចជួយដល់វិស័យកសិកម្មនោះផ្ទុយទៅវិញលោកមើលឃើញថាចរន្តនយោបាយបែបនេះធ្វើឲ្យក្រុមអ្នកប្រជាធិបតេយ្យបាត់បង់ធនធានមនុស្សមួយផ្នែកដែលធ្លាប់តែគាំទ្រចលនាប្រជាធិបតេយ្យនោះខ្ញុំមានសង្ឃឹមតិចតួចព្រោះលោកម្ដេចយ៉ងសង្គមាម្នាក់ឯងទោះបីមានជំនាញនៅក្នុងវិស័យកសិកម្មក៏ដោយក៏អត់អាចធ្វើអីបានដែរទីមួយការធ្វើកំណែតម្រង់កសិកម្មនេះជាត្រូវការធ្វើកំណែតម្រង់តាមរបៀបទាំងមូលតែកែប្រព័ន្ធទាំងមូលមិនអាចកែផ្នែកណាមួយហើយអាចធ្វើឲ្យវិស័យកសិកម្មដើរទេដូច្នេះខ្ញុំគិតថាការចូលរួមរបស់លោកម្ដេចយ៉ងសង្គមាមានហេតុផលនយោបាយច្រើនឬក៏ហេតុផលផ្ទាល់ខ្លួនច្រើនជាងហេតុផលជំនាញការលើកឡើងបែបនេះបន្ទាប់ពីប្រធានគណៈកម្មាធិការនយោបាយគណៈបកប្រជាធិបតេយ្យមូលដ្ឋានលោកបណ្ឌិតយ៉ងសង្គមានិងអ្នកនាំពាក្យគណៈបកនេះគឺលោកលឹកសុធាប្រកាសចោះចូលជាមួយគណៈបកប្រជាជនកម្ពុជាលិខិតដាច់ដោយឡែកពីគ្នាស្នើទៅប្រធានគណៈបកកណ្ដាលអំណាចគឺលោកហ៊ុនសែនចុះថ្ងៃទី23វិច្ឆិកាបញ្ជាក់ថាការចោះចូលនេះដោយសារតែពួកគាត់ពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្មដែលរដ្ឋាភិបាលបានដាក់ចេញការពិពេលថ្មីនេះមន្ត្រីជាន់ខ្ពស់គណៈបកប្រជាធិបតេយ្យមូលដ្ឋានទាំងពីររូបបញ្ជាក់ថាការចូលរួមធ្វើនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាដើម្បីចូលរួមអនុវត្តគោលនយោបាយទាំងនេះឲ្យបានជោគជ័យនិងមានផ្លែផ្កាសំដៅលើការលើកស្ទួយជីវភាពកសិករសន្តិសុខស្បៀងបរិស្ថាននិងសេដ្ឋកិច្ចជាតិទន្ទឹមនឹងនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបង្ហោះរូបថតដោយសរសេរនៅលើ Facebook នៅរសៀលថ្ងៃទី28វិច្ឆិកានេះថាលោកបានជួបពិភាក្សាការងារកសិកម្មជាមួយរដ្ឋមន្ត្រីកសិកម្មលោកដិតធីណានិងលោកបណ្ឌិតយ៉ងសង្គមាលោកលឹកសុធាបន្ទាប់ពីអ្នកទាំងពីរបានចោះចូលជាមួយគណៈបកប្រជាជនកម្ពុជាចំណែកឯរដ្ឋមន្ត្រីកសិកម្មលោកដិតធីណាវិញស្វាគមន៍លោកទាំងពីរដែលសម្រេចចិត្តចូលរួមធ្វើនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាដើម្បីអភិវឌ្ឍវិស័យកសិកម្មឲ្យឈានទៅមុខវិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងទៅលោកបណ្ឌិតយ៉ងសង្គមានិងលោកលឹកសុធាដើម្បីសួរអំពីបញ្ហានេះជាច្រើនលើកប៉ុន្តែលោកទាំងពីរមិនលើកទូរស័ព្ទនោះទេនៅថ្ងៃទី28វិច្ឆិកានេះរីឯអ្នកនាំពាក្យក្រសួងកសិកម្មគឺកញ្ញាអឹមរចនាក៏មិនអាចតាក់ទងបានដែរទោះបីជាយ៉ាងនេះក្តីអ្នកនាំពាក្យក្រសួងកសិកម្មកញ្ញាអឹមរចនាបានប្រាប់វិទ្យុ VOD ថាមន្ត្រីជាន់ខ្ពស់គណៈបកប្រជាធិបតេយ្យមូលដ្ឋានគឺបណ្ឌិតយ៉ងសង្គមាទទួលបានតំណែងរដ្ឋលេខាធិការនិងលោកលឹកសុធាជាអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្មតាក់ទងនឹងរឿងនេះបណ្ឌិតយ៉ងសង្គមាក៏បានបង្ហោះរូបថតនៅលើ Facebook នៅថ្ងៃទី28វិច្ឆិកានេះក្រោយពីជួបជាមួយលោកហ៊ុនសែនរយៈពេល2ម៉ោងដោយលោកបញ្ជាក់ថាគ្រួសារកសិករខ្មែរភាគច្រើនជួបការលំបាកដែលនាំឲ្យមានផលប៉ះពាល់សង្គមនិងត្រូវសហការគ្នាដោះស្រាយវិស័យកសិកម្មលោកបានលើកសំណើ12ចំណុចដែលត្រូវពិភាក្សានិងទទួលឯកភាពជាផ្លូវការពីរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាផលិតកម្មនិងទីផ្សារស្រូវអង្ករនិងដោះស្រាយបញ្ហាជនគ្រួសារកសិករជាង1លានគ្រួសារឲ្យបានល្អប្រសើរដើម្បីចូលរួមជាមួយរដ្ឋាភិបាលអ្នកជំនាញកសិកម្មរូបនេះថាដើម្បីអនុវត្តចំណុចទាំង12នេះបានត្រូវការអនុវត្តរយៈពេល5ឆ្នាំដែលអាចជួយដល់កសិករជាង1លានគ្រួសារឲ្យបានល្អប្រសើរទោះជាយ៉ាងណាអគ្គលេខាធិការសម្ព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោកគៀនពន្លកលើកឡើងថាបណ្ឌិតយ៉ងសង្គមានិងលោកលឹកសុធាដែលធ្លាប់រិះគន់នយោបាយរដ្ឋាភិបាលនឹងដើរតួជាអ្នកបង្រួបបង្រួមកម្លាំងអ្នកប្រជាធិបតេយ្យមុនការបោះឆ្នោតឆ្នាំ2023តែពួកគាត់បែរជាសុំចុះចូលជាមួយគណៈបកកណ្ដាលអំណាចនោះអាចថាជាការសម្រេចដោយបង្ខំចិត្តក្រោមសម្ពាធមុខជំនួញផ្ទាល់ខ្លួនលោកបន្ថែមថាការលើកឡើងរបស់លោកបណ្ឌិតយ៉ងសង្គមាពីមូលហេតុដែលអះអាងថា
ពេញចិត្តគោលនយោបាយកសិកម្មរបស់រដ្ឋាភិបាលគឺគ្រាន់តែជាលេសដើម្បីរួចផុតពីការរិះគន់ពីមហាជនតែប៉ុណ្ណោះលោកអះអាងថាទោះបីជាមានវត្តមានលោកទាំងពីរនៅក្នុងក្រសួងកសិកម្មក៏ដោយក៏លោកគ្មានជំនឿថារដ្ឋាភិបាលដឹកនាំដោយគណៈបកកណ្ដាលអំណាចបច្ចុប្បន្ននេះអាចដោះស្រាយទីផ្សារកសិកម្មនិងជីវភាពប្រជាពលរដ្ឋបានល្អប្រសើរនោះឡើយលោកអំពាវនាវឲ្យអ្នកនយោបាយត្រូវរក្សាជំហរនយោបាយឲ្យបានរឹងមាំនិងសម្រេចចិត្តឲ្យបានច្បាស់លាស់ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនេះគ្រាន់តែជាលេសមួយសកម្មភាពនៃការចោះចូលរបស់គាត់ដើម្បីកុំឲ្យអ្នកប្រជាធិបតេយ្យផ្សេងហ្នឹងមានមតិរិះគន់ទៅលើរូបគាត់ទេទោះបីជាមានការតែងតាំងលោកបណ្ឌិតយ៉ងសង្កមាទៅជាអនុរដ្ឋលេខាធិការឬមួយក៏ជាទីប្រឹក្សាក៏មិនអាចធ្វើឲ្យវិស័យកសិកម្មនៅប្រទេសកម្ពុជានឹងរីកចម្រើនបានដែរព្រោះអីវិស័យកសិកម្មទាំងមូលក្តោបទាំងមូលហ្នឹងគឺទៅលើរដ្ឋាភិបាលមានន័យថាខ្សែស្រឡាយបពុរបស់អ្នកកាន់អំណាចហ្នឹងគឺក្តោបទៅលើវិស័យកសិកម្មហ្នឹងអស់ទៅហើយកន្លងមកក្រសួងកសិកម្មតែងតែទទួលរងការរិះគន់ពីប្រជាកសិករនិងអ្នកប្រកបរបរកសិកម្មនិងចិញ្ចឹមសត្វជាញឹកញាប់ដោយសារតែក្រសួងមួយនេះអសមត្ថភាពក្នុងការរក្សាតុល្យភាពតម្លៃកសិកម្មនិងពង្រីកទីផ្សារនាំចេញបញ្ហាតម្លៃកសិផលជាពិសេសស្រូវអង្ករគ្មានទីផ្សារកើតមានឡើងជារៀងរាល់ឆ្នាំដែលប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលរិះគន់ថាបណ្ដាលមកពីរដ្ឋាភិបាលអសមត្ថភាពក្នុងការរកទីផ្សារនិងទប់ស្កាត់លំហូរទំនិញបរទេសចូលមកកម្ពុជាជាមួយគ្នានេះផលិតផលជីកសិកម្មប្រេងឥន្ធនៈឡើងថ្លៃនិងអតិផរណាក្នុងប្រទេសកើនឡើងបានបង្កជាបញ្ហាកាន់តែធ្ងន់ធ្ងរឲ្យកសិករមួយកម្រិតទៀតខ្ញុំទីនសាការីយ៉ាអស៊ីសេរីប្រធានីវ៉ាស៊ីនតោនចាលោកនាងកញ្ញាជាទីមេត្រីចាតកតងនឹងដំណឹងបែកធ្លាយជាសាធារណៈមកហើយនេះតកតងទៅនឹងការទៅចូលរួមជាមួយគណៈបកប្រជាជនកម្ពុជារបស់លោកបណ្ឌិតយ៉ងសង្កូម៉ានិងលោកលឹកសុធានេះចានៅពេលបន្តិចទៀតនេះចាយើងនឹងមានសម្ភាសផ្ទាល់មួយចាតកជាមួយនឹងអ្នកវិភាគនយោបាយចាដើម្បីពិនិត្យមើលថាតើមូលហេតុអ្វីដែលធ្វើឲ្យលោកបណ្ឌិតយ៉ងសង្កូម៉ាទៅចុះចូលជាមួយនឹងគណៈបកប្រជាជនកម្ពុជាបែបនេះហើយថាការទៅចុះចូលជាមួយនឹងគណៈបកនេះមានផលវិជ្ជមានឬអវិជ្ជមានយ៉ាងណាសម្រាប់អ្នកតស៊ូបែបប្រជាធិបតេយ្យនោះចាសសូមអញ្ជើញលោកអ្នកនាងរងចាំតាមដានបទសម្ភាសនេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចាលោកនាងកញ្ញាជាទីមេត្រីសេចក្តីរាយការណ៍ពីរាជធានីភ្នំពេញឲ្យដឹងថាចាក្រមអាជ្ញាធរខណ្ឌទួលគោករារាំងក្រមយុវជនចលនាមេដាធម្មជាតិគណៈដែលពួកគេចុះទៅចែកខិត្តប័ណ្ណអំពីកោះកុងក្រៅទៅដល់អ្នកដែលធ្វើដំណើរនៅក្នុងតំបន់នោះនៅថ្ងៃទី28ខែវិច្ឆិកានេះមន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថាការរារាំងរបស់ក្រមអាជ្ញាធរនេះធ្វើឡើងនៅក្នុងន័យគំរាមកំហែងទៅដល់ក្រមយុវជនដែលសកម្មនៅក្នុងការគិតគូរពីបរិស្ថានធនធានធម្មជាតិដែលជាទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទាំងអស់គ្នាចាប់ពីរដ្ឋធានី Washington លោកសេកបណ្ឌិតរាយការណ៍ព័ត៌មាននេះក្រមអាជ្ញាធរខណ្ឌទួលគោកបានចុះរារាំងក្រមយុវជនចលនាមេដាធម្មជាតិមិនឲ្យចែកខិត្តប័ណ្ណអំពីកោះកុងក្រៅ2ដងនាថ្ងៃទី28ខែវិច្ឆិកាក្រមយុវជនចលនាមេដាធម្មជាតិរួមជាមួយនឹងយុវជនស្រឡាញ់បរិស្ថានប្រមាណ20នាក់បានសហការគ្នាជំរុញឲ្យសាធារណជនទៅលេងកោះកុងក្រៅតាមរយៈការចែកខិត្តប័ណ្ណនិងការផូស្តាល់អំពីកោះកុងក្រៅទៅកាន់អ្នកធ្វើដំណើរតាមដងផ្លូវ3កន្លែងនៅក្នុងរាជធានីភ្នំពេញភ្លាមបន្ទាប់ពីក្រមយុវជនចាប់ផ្ដើមចែកខិត្តប័ណ្ណក្រមអាជ្ញាធរបានចុះទៅឃ្លាំមើលនិងក្រោយមកប្រហែលកន្លះម៉ោងក្រមអាជ្ញាធរបានបញ្ជាឲ្យក្រមយុវជនបញ្ឈប់ការចែកខិត្តប័ណ្ណទាំងនោះនៅចំណុចស្តុបវិទ្យាស្ថានភាសាបរទេសហៅកាត់ថា IFL នៅពេលព្រឹកនិងនៅចំណុចស្តុបសាលាតិចណូនៅពេលរសៀលដោយសំអាងលើហេតុផលថាធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈទោះបីយ៉ាងណាក្តីក្រមយុវជនបានជំនះចែកខិត្តប័ណ្ណរហូតទាល់តែអស់ទើបពួកគេបំបែកគ្នាទៅផ្ទះរៀងៗខ្លួនដោយឡែកក្រមអាជ្ញាធរមិនបានរារាំងសកម្មជនចែកខិត្តប័ណ្ណនេះនៅចំណុចវិទ្យាល័យសន្ធរមុខនោះឡើយនៅក្នុងការចែកខិត្តប័ណ្ណនេះក្រមយុវជនបានពាក់អាវពោងដែលមើលទៅហាក់ដូចជាភ្ញៀវទេសចរកំពុងលេងទឹកសមុទ្រហើយមានយុវជនខ្លះបានកាន់បដាដែលមានពាក្យថាពួកយើងស្រឡាញ់កោះកុងក្រៅនិងពាក្យថាសូមក្រសួងបរិស្ថានដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រជាដើមនៅក្នុងសកម្មភាពផ្សព្វផ្សាយអំពីកោះកុងក្រៅនេះក៏មានយុវជនម្នាក់និយាយផ្សព្វផ្សាយដាក់មីក្រូ
កាន់នៅនឹងដៃអំពីសក្តានុពលនៅតំបន់កោះកុងក្រៅនិងជំរុញឲ្យក្រសួងបរិស្ថានប្រកាសដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រក្រុមអង្គការសង្គមស៊ីវិលនិងអ្នកសារព័ត៌មាននៅក្នុងស្រុកក៏បានចុះទៅអង្កេតនិងយកព័ត៌មានអំពីសកម្មភាពផ្សព្វផ្សាយអំពីសក្តានុពលនៃតំបន់កោះកុងក្រៅនោះសកម្មជនចលនាមេដាធម្មជាតិកញ្ញាធួនស្រីពៅប្រាប់បទសុអាស៊ីសេរីឲ្យដឹងថាក្រុមអាជ្ញាធរដែលបានចុះទៅរារាំងនៅពេលរសៀលត្រង់ចំណុចស្តុបសាលាតិចណូបានប្រើប្រាស់ពាក្យសម្ដីគ្មានសិលធម៌មកលើក្រុមយុវជនហើយពួកគេថែមទាំងបានដកយកបដាពីក្រុមយុវជនថែមទៀតផងកញ្ញាបន្ថែមថាក្រុមយុវជនចែកខិត្តប័ណ្ណតែនៅពេលដែលស្តុបចរាចរណ៍ឈប់តែប៉ុណ្ណោះហើយមិនបានធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈឡើយតែក្រុមអាជ្ញាធរបែរជាគំរាមរកឃាត់ខ្លួនក្រុមយុវជនទៅវិញកញ្ញាធួនស្រីពៅយល់ថាសកម្មភាពរារាំងរបស់ក្រុមអាជ្ញាធរទាំងនេះឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីការរឹតបន្តឹងសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាពួកយើងសប្បាយរីករាយមែនទែននៅពេលដែលមានប្រជាពលរដ្ឋបញ្ចេញសម្លេងថាស៊ូគ្នាយើងស៊ូអញ្ចឹងទោះបីអារម្មណ៍យើងខ្លាចអារម្មណ៍យើងភ័យអារម្មណ៍យើងពងច្បោកច្បល់បណ្ណាវាដូចអាលាយអស់លីងវាដូចអាលាយវាដូចអាសាយអស់លីងយើងមានតែទឹកចិត្តយើងនៅតែបន្តធ្វើវាតែបើសួរថាភ័យខ្លាចអត់បញ្ឈប់សកម្មភាពអត់ពួកយើងអត់បញ្ឈប់ឯពួកយើងនៅតែធ្វើបន្តទៀតវិទ្យុអាស៊ីសេរីនៅពុំទាន់អាចតាក់ទងអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកសានសុកសិហាដើម្បីសូមបកស្រាយចំពោះការចុះរារាំងសកម្មភាពក្រុមយុវជនបាននៅឡើយនៅថ្ងៃទី28វិច្ឆិកាដោយទូរស័ព្ទចូលតែពុំមានអ្នកទទួលជុំវិញរឿងនេះយុវជនស្រឡាញ់បរិស្ថានលោកហេងលីហួងដែលបានចូលរួមផ្សព្វផ្សាយពីកោះកុងក្រៅនេះដែរបានលើកឡើងថាប្រជាពលរដ្ឋដែលទទួលបានខិត្តប័ណ្ណអំពីកោះកុងក្រៅសម្ដែងការរីករាយនិងបានសួរព័ត៌មានបន្ថែមអំពីកោះកុងក្រៅព្រោះពួកគាត់ចង់ទៅកម្សាន្តនៅកោះនេះក៏ប៉ុន្តែពួកគាត់មិនដឹងថាទៅដោយរបៀបណាលោកហេងលីហួងបន្ថែមថាមូលហេតុដែលក្រមយុវជនចង់ឲ្យរដ្ឋាភិបាលដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រព្រោះកោះកុងក្រៅមានសក្តានុពលខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិតាមបែបធម្មជាតិហើយក្រមយុវជនមិនចង់ឲ្យមានការអភិវឌ្ឍដែលបំផ្លាញបរិស្ថាននៅលើកោះនោះឡើយ